Chào bạn mình đang khơi bông miền robot miền ấy ra nên là tập chẳng là tập bóng chẳng hay bóng chuyên này nôn mua thì tới bát bong bát ở chỉ số bong nhóm mua ở đi mong bong một bây giờ chia sát với hộp trái tế Campuchia đại ở trên rất năm thì bảy sắc sát từ lời chủng niên với sự cam mê này của dân và đại ở trong chia sẻ máy chất nó không ở lab research mỗi đại lab mua thá mechanical and automation lab bát bong bát ấy nó không lab nó đáy dương sao chưa rồi còn dương phơi từ lời ấy đại bóng bát bong bát nó không lab nóคือយើងធ្វើការ develop នឹង research ពាក់ព័ន្ធជាមួយនឹង technology ជាពិសេសហ្នឹងគឺយើងសិក្សាទៅលើបច្ចេកវិទ្យា robotics បាទដែលការសិក្សានឹង research គឺ research ទៅលើ robotics arm មួយនេះអូបាទដល់ការចាប់ដើម research ហ្នឹងគឺ start ចាប់ពី2022អូយើងធ្វើតាំងពី2022មកបាទបងបាទអានេះគេហៅថា robot អីដែរបងបាទបងហ្នឹងគឺជា robotic arm ដែលជា robot ដៃ robot ដែលគេប្រើប្រាស់ទៅក្នុងឧស្សាហកម្មបងអូបាទអញ្ចឹងមានន័យថាដៃនេះវាអាចចាប់លើករបស់ឧបករណ៍អីផ្សេងៗបានច្រើនបាទបងបាទវាអាចចាប់លើករបស់ធ្ងន់បានអត់វាអាចអាស្រ័យទៅតាមការកណនីនេះ design សម្រាប់ទៅលើ spec motor បងអូព្រោះដូច model ម៉ាកនេះគឺយើងកណនី torque របស់វាគឺអាចលើកបានទម្ងន់ចាប់ពី1គីឡូកន្លះឡើងទៅ1គីឡូកន្លះបាទក៏ប៉ុន្តែការកណនីចំនួនថ្មីការ modify នៅ version ថ្មីគឺយើង modify នៅ motor ថែម2គ្រាប់ទៀតកន្លែង mechanic joint របស់វាកន្លែងនេះដាក់ទៅលើអីដែរបងកន្លែងនេះ motor បាទបងបាទជា version ទី1របស់វាគឺមាន motor តែមួយទេក៏ប៉ុន្តែយើងចង់ upgrade performance វាឲ្យវាលើកបានខ្ពស់ជាងមុនគឺយើងធ្វើការ include នៅ motor មួយគ្រាប់ទៀតដើម្បីយើងកណនីឃើញទៅថាដើម្បីឲ្យលើក torque បានឲ្យលើកបានធ្ងន់ជាងមុនបង្កើនប្រសិទ្ធភាព torque កន្លែងហ្នឹងគឺយើងកណនីទៅថាយើងអាចថែម motor មួយគ្រាប់ទៀតបានលើកបានធ្ងន់ចាប់ពីខ្ទង់2គីឡូជាងអីឡើងទៅបងបាទហើយចុះថ្ងៃមុខគិតថានឹងធ្វើឲ្យវាលើករបស់របរឲ្យធ្ងន់ជាងនឹងបានដែរអត់បាទបងចាក់ខុសផ្សាយទំនុកបើសិនជាយើងសិក្សាទៅលើ concept create អានេះបានហើយច្បាស់ណាស់ថាយើងអាចទៅធ្វើដល់អាធំបានបងដោយសារតែ concept នៅការបង្កើតអាធំហ្នឹងវាសិតតែចេញទៅពីអានេះបងអូខេអញ្ចឹងវាគ្រាន់តែអាចជាខុសទៅលើការ design process mechanic ឬក៏ scale តែប៉ុណ្ណឹងបងនៅក្នុងការធ្វើ arm robot នេះមួយបងចាយរយៈពេលប៉ុន្មានហើយបាទបងបាទចំពោះបើចំណាយពេលទៅលើ robot arm នេះហ្មងរយៈពេលរបស់វាគឺរយៈពេល3ឆ្នាំឯងបងអូ3ឆ្នាំបាទតាំងពី2022 23ហើយ24ចឹងហ្នឹងបាទចឹងមានន័យថាយើងសិក្សាស្រាវជ្រាវនៅក្នុង lab ហ្នឹងយូរហើយបាទបងបាទអូវ៉ាវហើយចុះការស្រាវជ្រាវហ្នឹងមានតែបងម្នាក់ឯងឬក៏មានធីមដែរអូមានបងខ្ញុំហ្នឹងគឺជាសិស្សប្អូនជំនាន់ក្រោយបាទមែនតើទៅមានសិស្សច្បងជំនាន់មុនគាត់សិក្សាបន្តមកហើយការអភិវឌ្ឍហ្នឹងក៏តាមសិស្សប្អូនជំនាន់ក្រោយដូចជាលោកខ្ញុំជាដើមខ្ញុំមានធីម2នាក់សារ៉ាត់ទៅគាត់ផងគាត់ឈ្មោះនោះវិទូគឺពួកខ្ញុំចូលមកគឺ responsibility ទៅលើការ build processing mechanic gripper ថ្មីការ build process mechanic ថ្មីហើយនឹងការ modify ទៅលើ source code ឲ្យវា synchronize កន្លែង motor joint mechanic របស់វាដែល joint វា joint ទី2បងអាចរៀបរាប់ពី processing របស់វាបន្តិចថាវាដំណើរការពីណាទៅណាអញ្ចឹងអូខេបងនៅក្នុង motor នីមួយៗក៏វាមាន driver វាមានnever interface របស់វារៀងៗខ្លួនដែលវាដឹងនីតិតាំងរបស់វាថាវាពេលដែលវាមូហ្នឹងវាមូនៅ processor ណាគឺវាដឹងទាំងអស់ដឹងដោយខ្លួនវាហើយ motor នីមួយៗវា synchronize ជាមួយគ្នាបាទមានថាខ្សែ network របស់យើងគឺយើងពេលយើង control ពី computer តែមកសរសៃបាទអូមែនតើទៅគឺវា synchronize ជាមួយគ្នាពី motor នេះមក motor នេះមក motor នេះហើយមកតគ្នារហូតចឹងមានន័យថាដើម្បីឲ្យ arm robot នឹងដើរយើងត្រូវការប្រើប្រាស់ខ្សែ network ដែរបាទអូខេហើយ controller យើងប្រើចេញពី computer មកអូអញ្ចឹងមិនចាំបាច់ត្រូវការមនុស្សច្រើនទេមែនអត់ត្រូវការតែម្នាក់អាច control អាចលើកបានលើកឲ្យបានច្រើនបាទហើយចុះអានេះជាចំនួនទី1ដែលយើងធ្វើឬក៏មិនដែរអានេះគឺជាចំនួនទី3អូទី3ហើយបាទបងបាទអូខេហើយអាហ្នឹងវាប្រព័ន្ធនេះ success 100%នៅបងនៅទៀតវាគ្រាន់តែជា success លើ process mechanic process mechanic វា success អាចនិយាយបានថាខ្ទង់
80% ហើយ នៅយើងធ្វើការកែតម្រូវ modify វាទៅតាមអ្វីដែលយើងចង់បានទៅលើ application ការងារដែលយើងត្រូវដាក់វាធ្វើបាទក៏តែការងារដែលយើងនៅច្រើនគឺពាក់ព័ន្ធជាមួយនឹង program បងដោយសារតែយើងតើកាលណាយើងកែនៅ mechanic ច្បាស់ណាស់ថា program ក៏យើងត្រូវតកែវាឲ្យត្រូវនឹង flow ជាមួយ mechanic ដែលយើងបាន set up វានៅក្រៅជាហាត់វាយល់បងហើយចូលពាក់ព័ន្ធជាមួយនឹងrobot នេះដែរយើងមានតការសរសេរកូដសរសេរដាក់ចូលក្នុងដែរបាទបងចំពោះកូដគឺយើងប្រើជា open source មកពីក្រុមហ៊ុនរបស់ motor ហ្នឹងតែម្ដងបងអូខេគឺ motor open source របស់ក្រុមហ៊ុន Open Manipulator P បាទ source code របស់វាក៏ប៉ុន្តែដោយសារតែយើងធ្វើការ modify និង upgrade វាឲ្យ performance វាបានទៅតាមអ្វីដែលយើងចង់បាននៅខាងក្រៅបាទអញ្ចឹងគឺយើងធ្វើការកែ source code បាទកែ source code ដូចខ្ញុំបញ្ជាក់ប្រាប់បងហ្នឹងគឺកែជាន់ទី2នេះបើអញ្ចឹងគឺត្រូវការចំណាយពេលដើម្បីកែ source code simulation វាហើយនឹងធ្វើការវិភាគទិន្នន័យទៅលើ graph និងទិន្នន័យមួយចំនួនទៀតដើម្បីឲ្យវាអាចច្បាស់ថាយកមកធ្វើការនៅខាងក្រៅបាន 100% អូខេបងដៃ robot នេះដំណើរការនៅវាអាចដំណើរការបានលក្ខណៈជា manual ជា manual មានថាយើងអាចបញ្ជាវាទៅតាម manual ដែលយើងបបល់វាដោយប្រើការអូសទាញពី computer មកសិនបាទបងសាក់ធ្វើការបញ្ជាមួយបងខ្ញុំតាមឃើញដែរគ្នាខ្ញុំគាត់អូខេអ្នកទាំងអស់គ្នាចាំមើលអូឡូនេះនេះចាប់ដើមលើកដបទៅសពឡើងអូតំណងអញ្ចឹងអាហ្នឹងយើងអាចលើកអីវ៉ាន់ដាក់ចុះឡើងឯបានអញ្ចឹងទៅបាទបងលើកអូណៃហើយចុះខុសគ្នាមិនរវាង manual ហើយមួយទៀតដែលបងលើកមកនិយាយអូខេ manual មានថាគឺជាការ test procession ដែលយើងទាញទៅដៃថាយើងចង់ឲ្យវាមកខាងស្ដាំប្រហែល grade គឺយើងជាអ្នកអូសវាមកអូសវាមកតាមរយៈ computer យើងអូសវាមកតាមបែប manual មានបេតុងមានអីវានៅក្នុងហ្នឹងបាទប៉ុន្តែបើជាអូតូតែម្ដងគឺមានថាយើង set up procession យើង set up ទីតាំងដែលយើងចង់ឲ្យវាទៅធ្វើការនៅទីហ្នឹងអញ្ចឹងគ្រាន់តែយើងបញ្ចូលទៅ parameter និងការកែនៅសម័យកាលមួយចំនួនអញ្ចឹងគឺវាធ្វើការវា fix ធ្វើការនឹងរហូតយកអូ surprise មែនទេខ្ញុំគិតថានេះវាថ្មីសម្រាប់ស្រុកយើងបាទព្រោះថាតើតមួយដៃ robot ឬក៏អីយើងអត់ទាន់មានទេមែនបាទហើយបច្ចេកនេះល្អខ្លាំងមែនទេហើយឥឡូវហ្នឹងកំពុងបន្តស្រាវជ្រាវបន្ថែមទៀតឬក៏កំពុងអភិវឌ្ឍវាកាន់តែល្អទៀតមែនបងបាទបងបាទកំពុងតែ research ពីវាហើយនឹង develop វាបន្ថែមបាទបងពាក់ព័ន្ធជាមួយនឹងការធ្វើ robot នេះតើយើងបានទុនមកពីណាឬក៏យើងចូលលុយគ្នាដើម្បីធ្វើអូខេចំពោះរឿងហ្នឹងគឺខ្ញុំធ្វើត business ច្បងបាទអញ្ចឹងថវិកាឬក៏ការលុយដែលត្រូវការចំណាយលើវាអញ្ចឹងគឺតមក business ច្បងបាទអញ្ចឹងពេលដែលខ្ញុំធ្វើហ្នឹងខ្ញុំចំណាយទៅលើអា process ដែលខ្ញុំធ្វើហ្នឹងហើយពួកខ្ញុំទាំងលោកគ្រូដឹកនាំគាត់ជួយបាទអូ process តាមថ្មីអូល្អបងប្អូនទាំងគ្នាប្រហែលជាឃើញដៃ robot ហើយខ្ញុំគិតថាអានេះអនាគតសម្រាប់ស្រុកយើងដែលយើងអាចយកទៅដាក់នៅក្នុងរោងចក្រឬក៏តាមសហគ្រាសឬក៏កន្លែងលើកដាក់អីវ៉ាន់ផ្សេងបានច្រើនមែនទែនហើយនេះគឺជាបច្ចេកវិទ្យាថ្មីដែលបងគាត់មកពីខាងសាលា NPSC ដែលគាត់បានស្រាវជ្រាវបច្ចេកនេះធ្វើហើយគាត់ធ្វើរយៈពេល3ឆ្នាំហើយអានេះប្រហែលជា success បាន80ទៅ 90% បាទបង process mechanic វាបានច្រើនជាង program program យើងនៅកែច្រើនជាដោយសារតែយើងខំប្រឹងធ្វើឲ្យវា standard ឲ្យវា follow ទៅតាម robot arm ដែលគេប្រើប្រាស់នៅក្នុង industrial មកអញ្ចឹង program យើងប្រឹង follow យើងប្រឹង build យើងប្រឹង design ទៅតាមរបស់គេដល់ពេលអញ្ចឹងការ modify និងការកែគឺវាហ៊ានពិបាកដែរបងបងបើសិនបើមានគេចង់ទិញគេចង់ទិញឲ្យគេទៅការយកទៅដាក់រោងចក្រគេតែយើងធ្វើឲ្យគេបានដែរអត់អាចចំណុចហ្នឹងវាច្បាស់ណាស់ចាក់ខូចផ្សាយទៅមុខយើងនឹងធ្វើបានក៏ប៉ុន្តែវាត្រូវការចំណាយនៅពេលវេលាសិក្សាស្រាវជ្រាវនិងធ្វើការអភិវឌ្ឍបន្ថែមព្រោះដើម្បី create ចេញជា product មួយយកទៅលក់ឲ្យអតិថិជនយើងធ្វើការគិតគូររឿងជាច្រើនទី1ហ្នឹង technology ដែលយើងបង្កើតហ្នឹងថាគេអាចប្រើទៅវាល្អអត់គុណភាពវាអាចចំណេញជាងមុនអត់ហើយអ្វីដែលពីលើហ្នឹងគឺមានរឿងច្រើនដូចជារឿង maintenance រឿង assembly និងមានរឿងជាច្រើនទៀតដែលយើងត្រូវគិតពីលើហ្នឹងអញ្ចឹងគឺត្រូវការចំណាយពេលជាច្រើនដែរដើម្បីគឺសិក្សាទៅលើហ្នឹងប៉ុន្តែចាក់ខុសវិស័យទៅមុខគឺច្បាស់ថាពេលដែលយើងសិក្សាបានគឺយើងនឹងបង្កើតវាជា product ដើម្បី
លក់ដោយអតិថិជននៅតាមឧស្សាហកម្មប្រើប្រាស់ យ៉ាអូខេបងប្អូនទាំងគ្នាប្រហែលជាឃើញហើយនេះគឺជាស្នាដៃថ្មីខ្ញុំគិតថាថ្មីមែនតើនៅក្នុងស្រុកយើងដែលនិស្សិតរបស់ខ្មែរយើងគាត់ចាប់ផ្ដើមស្រាវជ្រាវទៅលើបច្ចេកវិទ្យាថ្មីដើម្បីជួយសម្រួលទៅដល់វិស័យ industry ជាច្រើនដែលកំពុងតែប្រើប្រាស់កម្លាំងពលកម្មច្រើនហើយខ្ញុំគិតថាបើមាន robot នេះមួយនៅក្នុងរោងចក្រចំណេញមែនតើដូចជារោងចក្រផលិតសំបកកង់ឡានឬក៏រោងចក្រកន្លែងដែលលើកទម្ងន់នេះធ្ងន់ណាយើងកាត់បន្ថយប្រើប្រាស់កម្លាំងយើងប្រើតែ robot វាអាចធ្វើការបាន24 ម៉ោងនេះចុងក្រោយបងមានអីអរគុណទៅដល់ធីមបងឬក៏អរគុណទៅដល់សិស្សច្បងអីបាទបងបាទអរគុណបងអរគុណច្រើនមែនទែនទៅដល់សិស្សច្បងពីមុនមកដែលបានពួកគាត់ខំប្រឹងបន្សល់ស្នាដៃទុកដល់សិស្សបងជំនាន់ក្រោយដើម្បីសិក្សាស្រាវជ្រាវទទួលបានចំណេះដឹងបន្ថែមហើយអរគុណទៅដល់លោកគ្រូដឹកនាំដែលគាត់ធ្វើការជួយដឹកនាំនិងបញ្យលបង្ហាញផ្លូវឲ្យយើង research បាទហើយនឹងអរគុណដល់សមាជិកក្រុមអីហ្នឹងដែលខំប្រឹងធ្វើជាមួយគ្នាព្រោះវាធ្វើព្រោះដោយសារតែយើងចំណាយពេល5ម៉ោងសិក្សាដូចថាយើងរៀនឧទាហរណ៍ខ្ញុំរៀនពីថ្ងៃរហូតដល់ល្ងាចដល់ពេលល្ងាចធ្វើទៀតរហូតដល់យប់បានទៅសម្រាប់ពេលអញ្ចឹងវារៀងយើងទៅការពេលវេលាច្រើនអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងដែរហើយបងប្អូនប្រហែលជាឃើញហើយបើចង់ដឹងតើមួយបច្ចេកវិទ្យាទៀតអាចទៅមើលនៅសាលា NPSC បានព្រោះថានៅ NPSC គឺមានសឹងហៅថាសម្បុកបច្ចេកវិទ្យាក៏ដូចជាការស្រាវជ្រាវថ្មីអូខេបងអរគុណច្រើនបាទបងបាទអរគុណ